ta thôi dạng đôi mà đách đam bay ở dương từng ở kia đăng thả dương cứ chia Christian hay hát ấy ban chia Christian từ ruột nâu khó play pi chi vật chả miền đây thả dương từ pla prai rồi biết này cả ruột nâu rồi bao dương đôi đại kho của pi ma thai cho phục tì phẩm pơ đập bay đập buôn mà prap tha dương đai này không phơi tôi đai chẳng ít đai kho pi pi phop lục kho pi mình nu đại dương ruột nâu pi mồn dương chụpประพฤติอำเภอบาปយើងរស់នៅក្នុងសេចក្តីសុចរិតដែលអាចមើលទៅក្នុងការដែលទាំងអស់នោះហៅថាលំបាកនៅពេលដែលយើងមិនទាន់បានយល់ច្បាស់នៅពេលដែលយើងទាំងអស់គ្នាមិនទាន់បានរឹងមាំនៅក្នុងព្រះគម្ពីរករិនថូសខ្សែទី2ចំពុកទី5ខទី17ព្រះគម្ពីរបានប្រាប់ថាបានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានកើតជាថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅមើលគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញអញ្ចឹងធ្វើម៉េចបានឲ្យយើងទាំងអស់គ្នានៅក្នុងព្រះគ្រីស្ទបានហើយធ្វើម៉េចដើម្បីឲ្យយើងទាំងអស់គ្នាបានត្រឡប់ទៅជាថ្មីព្រោះយើងនៅតែជាយើងដដែលហ្នឹងបងប្អូនហើយការដែលកើតជាថ្មីការដែលបាននៅក្នុងព្រះយេស៊ូវគ្រីស្ទគឺមានន័យថាយើងលះបង់ជីវិតចាស់របស់យើងរបៀបនៃការរស់នៅដែលយើងធ្លាប់រស់នៅពីមុនទាំងការកុហកស៊ីផឹកប្រមាថឆ្លោះប្រកែកចងគំនុំអះអាភាសនិងការអាក្រក់ជាច្រើនផ្សេងទៀតយើងត្រូវតែព្យាយាមជំរះឲ្យអស់ពីជីវិតរបស់យើងដោយព្រោះអីដោយព្រោះតែគ្រប់ទាំងអស់បានត្រឡប់ទៅជាថ្មីហើយហើយធ្វើយ៉ាងម៉េចដើម្បីឲ្យយើងទាំងអស់គ្នាដឹងថាយើងបានកើតជាថ្មីព្រះយេស៊ូវបានមានព្រះបន្ទូលយ៉ាងដូចនេះនៅក្នុងព្រះគម្ពីរយ៉ូហានចំពុកទី3ខទី5ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់យើងពីការដែលកើតជាថ្មីយ៉ូហានចំពុកទី3ខទី5ព្រះគម្ពីរចែងថាព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើមិនបានកើតអំពីទឹកហើយអំពីព្រះវិញ្ញាណនោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេនេះគឺជារបៀបដែលយើងទាំងអស់គ្នានៅក្នុងព្រះគ្រីស្ទជារបៀបដែលយើងទាំងអស់គ្នាអាចកើតជាថ្មីគឺយើងត្រូវស្ដាប់តាមដំណឹងល្អដំណឹងល្អមានន័យថាយើងទទួលជឿថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះដែលព្រះអង្គអាចនឹងសង្គ្រោះអំពើបាបរបស់យើងសង្គ្រោះយើងឲ្យចេញផុតពីអំពើបាបហើយយើងប្រកាសថាយើងជឿថាព្រះអង្គជាព្រះរាជបុត្រានៃព្រះយើងផ្លាស់ប្រែចិត្តយើងផ្លាស់ប្រែគំនិតរបស់យើងបដិញ្ញានៅក្នុងការផ្លាស់ប្ដូររបៀបនៃការរស់នៅហើយយើងទាំងអស់គ្នាទទួលនៅពិធីជាមួយទឹកមានន័យថាជាមួយទឹកខាងក្នុងទឹកហើយយើងក្រោកឡើងមកវិញក្នុងទឹកនេះអត់បរិសុទ្ធអីទេក្នុងទឹកនេះគឺអត់វិសេសអីទេប៉ុន្តែការស្ដាប់បង្គាប់របស់យើងនោះគឺវិសេសការស្ដាប់បង្គាប់ដោយសេចក្តីជំនឿរបស់យើងទើបធ្វើឲ្យយើងទាំងអស់គ្នាអាចកើតជាថ្មីបាននៅពេលដែលមនុស្សមានបាបម្នាក់គាត់ទទួលស្គាល់ថាគាត់ជាមនុស្សមានបាបគាត់ត្រូវការសេចក្តីសង្គ្រោះគាត់ត្រូវការការអត់ទោសនោះឯងជាពេលដែលគាត់ត្រូវស្ដាប់តាមដំណឹងល្អតើបងប្អូនទាំងអស់គ្នាបានកើតជាថ្មីហើយឬនៅហើយតើបងប្អូនទាំងអស់គ្នាចង់មានជីវិតថ្មីនៅក្នុងព្រះគ្រីស្ទដែរទេតើបងប្អូនទាំងអស់គ្នាចង់ទទួលបាននូវការអត់ទោសបាបដែរឬទេ